ដើរសបាយហូបឆ្ងាញ់គេងស្រួល Pop soon ដើម្បីកម្មវិធីហ្នឹងគឺខ្ញុំធ្លាប់បានទៅអស់ហើយអត់ពិបាកសម្រាប់ចិត្តច្រើនទេបងប្អូនជ្រើសរើសទៅលេងគោលដៅមួយណាក៏ស្អាតដែរ មានភ្ញៀវសួរច្រើនហើយក៏មានចេញដំណើរជារៀងរាល់ខែដូចគ្នា Pop Zone ហ្នឹងគឺជាគោលដៅល្បីៗនិងពេញនិយមខ្លាំងសម្រាប់ក្រុមហ៊ុនទេសចរ World Pop យើងតែម្ដង Pop Zone មានទាំងអស់13គោលដៅដែលបងប្អូនអាចអញ្ជើញទៅលេងកម្សាន្តបានគ្រប់រដូវកាលនិយាយរួមស្អាតគ្រប់ពេលតែម្ដង គោលដៅសុទ្ធតែល្បីៗកម្មវិធីដើរកម្សាន្តគឺយើងរៀបចំបានយ៉ាងល្អសម្រិតសម្រាំងខ្លាំងមែនទែនដើរសបាយហូបឆ្ងាញ់គេងស្រួលព្រោះដោយសារកន្លែងដើរសុទ្ធតែជាកន្លែងពេញនិយមភោជនីយដ្ឋានដែលយើងរៀបចំសុទ្ធតែជាភោជនីយដ្ឋានលំដាប់ហើយបើគោលដៅខ្លះវិញយើងរៀបចំកន្លែងស្នាក់នៅដល់ resort លំដាប់ផ្កាយ5ទៀតហ៎ បាទសម្រាប់សហភាពអឺរ៉ុបគឺមាន5ប្រទេសមានរយៈពេល11ថ្ងៃគឺមានតាំងពីប្រទេសអាល្លឺម៉ង់ប្រទេសអូទ្រីប្រទេសស្វីសប្រទេសអ៊ីតាលីនិងប្រទេសបារាំងហើយសុទ្ធសឹងតែជាប្រទេសដែលល្បីមែនទែននៅសហរដ្ឋអាមេរិកយើងទៅលេង4រដ្ឋនិង5ទីក្រុងធំល្បីរយៈពេល13ថ្ងៃមានទីក្រុងញូវយ៉កឡើងទៅអគារ The Egg មើលទេសភាព360ដឺក្រេនៃទីក្រុងញូវយ៉ក Times Square ទីក្រុង Washington DC ទីក្រុងបច្ចេកវិទ្យា San Francisco ទីក្រុង Las Vegas ស្នាក់នៅកណ្ដាលទីក្រុង Las Vegas និងចុងក្រោយទីក្រុង Los Angeles សួនកម្សាន្ត Universal Studio ដ៏ល្បីល្បាញបាទទៅលេងអូស្ត្រាលីគឺយើងទៅលេង3ទីក្រុងដែលល្បីជាងគេនោះគឺមានទីក្រុង Sydney ទីក្រុង Melbourne និងទីក្រុង Gold Coast សម្រាប់កម្មវិធីនេះគឺយើងមានរយៈពេល9ថ្ងៃហើយសុទ្ធសឹងតែជាទីក្រុងដែលមិនអាចរំលងបានបាទគឺទៅលេងអូស្ត្រាលីសូមកុំភ្លេច3ទីក្រុងនេះណា នៅកូរ៉េក៏ស្អាតដែរស្អាតបែបក្មេងៗយុវវ័យគាត់ចូលចិត្តដើរញ៉ាំដើរ shopping skin care ចូលចិត្តស្លៀកពាក់បែបបុរាណស្អាតអីហ្នឹងណាគឺទៅកូរ៉េត្រូវហើយយើងទៅលេងនៅខាងសេអ៊ូលកាងវ៉ុនរយៈពេល5ថ្ងៃបាទនៅជប៉ុនកន្លែងណាក៏ស្អាតដែរជាប្រទេសដែលមានសណ្ដាប់ធ្នាប់និងសិលធម៌ខ្ពស់ហើយនឹងមានការរស់នៅនិងការអប់រំល្អហើយប្រទេសនេះអាចចាត់ទុកថាជាប្រទេសនៅក្នុងក្តីសម័យសម្រាប់បងប្អូនភាគច្រើនហើយសម្រាប់ម្ហូបអាហារវិញគឺសម្រាប់ខ្ញុំឲ្យ10លើ10តែម្ដង ហើយប្រទេសនេះគឺយើងទៅលេងទីក្រុងតូក្យូនិងភ្នំហ្វូជីដែលមានរយៈពេល6ថ្ងៃគោលដៅទៅកំសាន្តនៅចិនល្បីជារៀងរាល់ឆ្នាំយើងមាន3កម្មវិធីទី1គឺទីក្រុងសៀងហៃប៉េកាំងរយៈពេល6ថ្ងៃទី2គឺទីក្រុងខុនមីងតាលីលីជាងរយៈពេល6ថ្ងៃដូចគ្នាហើយទី3គឺជាទីក្រុងដែលកំពុងតែល្បីល្បាញនៅបណ្ដាញសង្គមហើយបងប្អូនខ្មែរយើងចូលចិត្តទៅលេងកំសាន្តជាច្រើននោះគឺទីក្រុងឆុងឈីងរយៈពេល4ថ្ងៃ នៅណាមិនស្គាល់ប្រទេសម៉ាឡេសិង្ហបុរីសុទ្ធសឹងជាប្រទេសដែលមានទីក្រុងទំនើបជឿនលឿនបាទនោះចិត្តយើងនឹងបង្កើយបាទទៅលឿនមកលឿនហើយកម្មវិធីនេះគឺ5ថ្ងៃល្មមតែក៏នៅចិត្តដែរបងប្អូនសម្រាប់បងប្អូនដែលគាត់ចង់ទៅស្គាល់បែបរាជធានីបុរាណឈុំសមុទ្រស្អាតទេសភាពភ្នំអាកាសធាតុត្រជាក់អីហ្នឹងណាអាចទៅស្គាល់នៅខាងហាណូយហាឡុងសាប៉ារយៈពេល5ថ្ងៃបានស្អាតមែនតើបងប្អូនបាទខ្ញុំគិតថាគោលដៅទាំងអស់របស់ Pop Zone សមល្បីមែនព្រោះដោយសារតែបងប្អូនភាគច្រើនគាត់គ្រប់គ្រងច្រើនមែនអញ្ចឹងបើសិនជាបងប្អូនចាប់អារម្មណ៍ជាមួយនឹងគោលដៅ Pop Zone មួយណាអាចតាក់ទងមកសាកសួរជាមួយនឹងក្រុមការងារ World Pop របស់យើងបានបាយបាយ